ព្រេងសំណាងបានជួបរូបស្រីអូនល្អអត់បីចំបៃខេត្តកំពង់ចាមឈរក្រោមផ្ទះអូនជ្រោកភ្លីលួចស្ដាប់សំឡេងមុំជ្រៀងសំនៀងផ្ញើតាវាតាអើយកុំរែងខាំខ្ញុំទៅរហូតខ្ញុំដូចតទៅសូមអរគុណប្រាសាទព្រះធាតុបារាយណ៍មានទីតាំងស្ថិតនៅភូមិផ្សារអំពិលឃុំបារាយណ៍ស្រុកស្រីសន្ធរខេត្តកំពង់ចាមដើម្បីធ្វើដំណើរទៅដល់ប្រាសាទនេះគេត្រូវធ្វើដំណើរចេញពីរាជធានីភ្នំពេញចម្ងាយប្រហែល60គីឡូម៉ែត្រតាមរយៈការធ្វើដំណើរតាមផ្លូវជាតិលេខ 6A ឆ្លងស្ពានព្រែកទម្លាក់ទៅត្រូវខាងកើតបន្ទាប់មកបត់ឆ្វេងតាមបណ្ដោយទន្លេមេគង្គរួចធ្វើដំណើរដល់ស្រុកស្រែសន្ធរនៅទីប្រជុំជនព្រែកពោរួចហើយបន្តដំណើរ8គីឡូម៉ែត្រទៀតដល់ផ្សារព្រែកដំបូកបន្ទាប់មកធ្វើដំណើរទៅមុខវត្តប្រាសាទថាបតីចម្ងាយ7គីឡូម៉ែត្រទៀតមុនទៅដល់ឃុំបារាយណ៍ឯប្រាសាទព្រះធាតុបារាយណ៍ស្ថិតនៅ1គីឡូម៉ែត្រខាងត្បូងឃុំនេះឯងនៅក្នុងតំបន់នេះផងដែរភាគច្រើនទទួលរងឥទ្ធិពលរបស់ទន្លេមេគង្គដែលធ្វើឲ្យតំបន់នេះប៉ះពាល់លិចទឹកលើកលែងតែតំបន់ខ្លះជាទីទួលដែលគេធ្វើឡើងសម្រាប់ជាទីសក្ការៈបូជាជាដើមប្រាសាទព្រះធាតុបារាយណ៍ជាប្រាសាទបុរាណមួយដែលមានអាយុកាលជាយូរលង់ណាស់មកហើយដែលជាអតីតរាជធានីទួលបាសានហើយកសាងឡើងនៅសតវត្សទី11នឹងត្រូវកសាងឡើងពីថ្មបាយក្រៀមថ្មភក់ជាគ្រឿងសំណង់ប្រាសាទស្ថិតនៅក្នុងរចនាបថបាពួនប្រាសាទនេះមានច្រកទ្វារចូលពីរគឺច្រកខាងកើតនិងខាងលិចចំណែកខាងត្បូងនិងខាងជើងជាទ្វារបញ្ឆោតចំពោះក្រុមប្រាសាទព្រះធាតុបារាយណ៍ដែលស្ថិតនៅក្នុងខេត្តកំពង់ចាមហើយប្រាសាទសង់នៅលើទីទួលជារាងចតុកោណកែងមានពីរជាន់ថ្នាក់មានគូទឹកព័ទ្ធជុំវិញហើយរួមមានផ្លូវចូលពីរគឺផ្លូវនៅទិសខាងកើតនិងផ្លូវនៅទិសខាងលិចប្រាសាទព្រះធាតុបារាយណ៍គឺជាប្រាសាទមាន5តូរសង់ពីថ្មបាយក្រៀមហើយសពថ្ងៃទទួលរងការបាក់បែកនៅសល់តែត្រឹមទ្វារប៉ុណ្ណោះតួប្រាសាទសង់ពីថ្មបាយក្រៀមភាគច្រើននិងមានលាយថ្មភក់ខ្លះៗផងដែរថ្មបាយក្រៀមប្រើនៅតួប្រាសាទដែលមានកម្ពស់4ម៉ែត្រចំណែកឯថ្មភក់ប្រើនៅគ្រឿងផ្នែកខាងក្រោមនៃប្រាសាទនិងមានគ្រឿងសម្រាប់បង្គំផ្សេងៗមានដូចជាសសរពេជ្រផ្តែរនិងហោជាងជាដើមប្រាសាទព្រះធាតុបារាយណ៍មានរាងការ៉េ4ជ្រុងស្មើគ្នាដែលជ្រុងនីមួយៗមានប្រវែង480សង់ទីម៉ែត្រទ្វារចូលនៅទិសខាងកើតមានកម្ពស់250សង់ទីម៉ែត្រនិងទទឹងប្រវែង130សង់ទីម៉ែត្រទីធ្លានៃប្រាសាទនេះត្រូវបានគេជឿជាក់ថាប្រាសាទត្រូវបានកសាងសម័យក្រោយអង្គរប៉ុន្តែមិនទាន់មានការសាងសង់បង្ហាញពីពេលវេលានៃការសាងសង់ទីធ្លានេះឲ្យបានច្បាស់លាស់នៅឡើយទេទីធ្លានៃប្រាសាទមានបណ្ដោយប្រវែង19ម៉ែត្រទទឹងប្រវែង 7.70 ម៉ែត្រនិងមានកម្ពស់ប្រវែង1ម៉ែត្រទោះយ៉ាងណាសំណង់ទីធ្លានិងចតុកោណកែងសង់នៅពីមុខប្រាសាទប្រហែលជាសំណង់ព្រះពុទ្ធសាសនាសង់នៅសម័យកណ្ដាលរីឯរចនាបថនៃប្រាសាទគ្រឿងសំណង់ប្រាសាទមានដូចជាផ្តែរហោជាងត្រូវបានតម្រៀបនៅក្រោមជើងទីធ្លារាងចតុកោណកែងដែលសង់ខ្ពស់ជាងខឿនប្រាសាទនិងស្ថិតនៅចំពីមុខនៅមានគ្រឿងខ្លះទៀតដូចជាមុតហាដែលយើងអាចហៅបានថាជាខ្សែកឬកងកវណ្ណនៅលើទ្រូងជាលក្ខណៈនៃក្បាច់រចនាបថក្នុងសម័យរចនាបថបាពួនដែរតាមរយៈក្បាច់លម្អទាំងនេះប្រាសាទព្រះធាតុបារាយណ៍ប្រហែលកសាងនៅសតវត្សទី11ក្នុងរចនាបថបាពួនដោយសំអាងទៅលើផតាងផ្តែរសភាពនៃប្រាសាទ
រូបបដិមានៅសម័យមុនអង្គរនិងរហូតមកដល់បច្ចុប្បន្នប៉ុន្តែប្រាសាទត្រូវបានគេកែពីប្រាសាទគោរពបូជាព្រហ្មញ្ញសាសនាមកជាប្រាសាទពុទ្ធសាសនាវិញនៅសម័យក្រោយក្នុងពេលព្រះពុទ្ធសាសនាមានរបៀបគោរពបូជាជាខ្លាំងជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូនិងមិត្តនិស្សិតទាំងអស់គ្នានាងខ្ញុំឈ្មោះសាវសុកណាដែលត្រូវឡើងមកបកស្រាយនៅចំណុចទី3ដែលនិយាយអំពីស្ថាបត្យកម្មនិងសសរពេជ្រនៃប្រាសាទព្រះធាតុបារាយណ៍ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្រីសន្ធរខេត្តកំពង់ចាមនេះដែរអញ្ចឹងនៅក្នុងចំណុចសសរពេជ្រនេះផងដែរគឺវាអត់មានអីច្រើនទេប៉ុន្តែខ្ញុំចង់គ្រាន់តែចង់លើកមកនៅចំណុចខ្លះៗដែលជាចំណុចសំខាន់និងរូបចម្លាក់មួយចំនួនដែលផ្ដិតជាប់ឬក៏នៅជាប់ជាមួយនឹងសសរពេជ្រនឹងថាមានរចនាបថបែបណាជាមួយនឹងមានទ្រង់ទ្រាយឬក៏រូបរាងបែបណាដែរអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំគិតថាលោកគ្រូអ្នកគ្រូនិងមិត្តនិស្សិតទាំងអស់គ្នាអាចនឹងជ្រាបខ្លះៗហើយព្រោះមានមិត្តភ័ក្តិយើងបានបកស្រាយនៅចំណុចមុនរួចមកហើយចូលទៅដល់ចំណុចនៃសសរពេជ្រនេះផងដែរយើងបានដឹងខ្លះៗដូចនៅក្នុងមេរៀនមុនថាសសរពេជ្រហ្នឹងគឺជាសសរដែលត្រូវផ្ដែហើយធម្មតាយើងទៅទស្សនានៅក្នុងប្រាសាទឬក៏ប្រាសាទផ្សេងៗតែងតែមាននៅសសរពេជ្រឯដែលតែងតែត្រង់នៅផ្ដែហើយមានផ្ដែមានធ្លាក់ជារំយោលអីផ្សេងតាមរចនាបថនីមួយហើយសសរពេជ្រនេះទៀតសោតគឺនៅអមសងខាងនៃស៊ុមទ្វារយើងនៅពេលដែលយើងទៅដល់ប្រាសាទយើងអាចសម្លឹងមើលទៅយើងអាចធ្វើការសម្លឹងឃើញនៅសសរពេជ្រឬក៏អាចនៅលើនៅសងខាងនៃស៊ុមទ្វារនឹងបាននេះប៉ុន្តែចំពោះសសរពេជ្រនៃប្រាសាទព្រះធាតុបារាយណ៍នឹងវិញគឺមានការបែកបាក់ស្ទើរតែទាំងស្រុងលើកលែងតែក្បាលសសរពេជ្រចំពោះក្បាលសសរពេជ្រអាចនិយាយបានថាវានៅល្អអញ្ចឹងព្រោះវាបាក់បែកតិចតួចខ្លាំងមែនទែនដែលនៅសេសសល់ដល់បច្ចុប្បន្នហើយបច្ចុប្បន្នហ្នឹងចំពោះក្បាច់នៃសសរពេជ្រនឹងផងដែរគឺមានចំនួននិងទំហំប៉ុនគ្នាដែលមានលក្ខណៈល្អប្រសើរចំណែកឯនៅផ្ទាំងខាងត្បូងនៃប្រាសាទគឺគេឃើញមានចម្លាក់មួយដែលគេឆ្លាក់ជារូបទេពបុរសដែលបួងសក់ឡើងទៅលើនឹងមានទឹកមុខញញឹមអាហ្នឹងគឺនិយាយអំពីរូបចម្លាក់បង្ហាញនៅទឹកមុខញញឹមនៅមានការបួងសក់ឡើងទៅលើថែមទាំងពាក់កវិលរៀងធំហើយអង្គុយលើកដៃបន្នំនិងស្លៀកខោជើងខ្លីថែមទាំងមានភ្លីឆ្នោតនិងអង្គុយបញ្ឈរជង្គង់ហើយដាក់ជើងខ្វែងគ្នាដោយដែលខ្ញុំបានបង្ហាញនៅរូបខាងលើអញ្ចឹងណាចឹងអាចទស្សនារូបបន្ថែមនិងស្ដាប់នៅការបកស្រាយចំណុចរបស់នាងខ្ញុំនីមួយបានអញ្ចឹងសរុបមកវិញនៅក្នុងចំណុចនៃស្ថាបត្យកម្មនិងសសរពេជ្រហ្នឹងយើងអាចនិយាយបានថានៅក្នុងសសរពេជ្រចំពោះសសរពេជ្រហ្នឹងគឺជាសសរមួយដែលយើងសម្រាប់អមសងខាងនៃស៊ុមទ្វារហើយវាគឺជាសសរដែលសម្រាប់ទ្រផ្ដែនិងមានទម្រង់រចនាបថដូចខ្ញុំបានជម្រាបមុនហ្នឹងហើយមានរូបចម្លាក់ដែលបានបង្ហាញនៅខាងលើហ្នឹងផងដែរអញ្ចឹងសម្រាប់ចំណុចរបស់នាងខ្ញុំត្រូវបានបញ្ចប់សូមបកគលទូនាទីនិងចំណុចដែលត្រូវបកស្រាយបន្តជូនទៅកាន់សមាជិកក្រុមសូមអរគុណជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានិងមិត្តនិស្សិតទាំងអស់គ្នានាងខ្ញុំឈ្មោះសវណ្ណអ៊ីដែលត្រូវឡើងមកបកស្រាយចំណុចទី4ដែលនិយាយអំពីស៊ុមទ្វារនិងទ្វារបញ្ឆោតប្រាសាទព្រះធាតុបារាយណ៍ដែលមានទីតាំងស្ថិតនៅក្នុងស្រុកសីសន្ធរខេត្តកំពង់ចាមអញ្ចឹងមកស្ដាប់ចំណុចដែលខ្ញុំបកស្រាយទាក់ទងទៅនឹងស៊ុមទ្វារស៊ុមទ្វារនេះដែលគេគុំឡើងពីថ្មភក់ពណ៌ប្រផេះគេដាក់ផ្ដុំគ្នាចំនួន4សន្លឹកគឺបញ្ឈរ2ផ្ដេក2ដែលមានទំហំនិងកម្ពស់របស់វាខុសៗគ្នាស៊ុមទ្វារបញ្ឈរខាងឆ្វេងមានទំហំ248សង់ទីម៉ែត្រគុណទៅនឹង 76.50 សង់ទីម៉ែត្រគុណ36 សង់ទីម៉ែត្រស៊ុមទ្វារបញ្ឈរខាងស្ដាំមានទំហំ248សង់ទីម៉ែត្រគុណ 76.50 សង់ទីម៉ែត្រស៊ុមទ្វារផ្ដេក
ខាងលើមានប្រវែង190 5 សង់ទីម៉ែត្រគុណទៅនឹង30 សង់ទីម៉ែត្រស៊ុមទ្វារផ្ដេកខាងក្រោមមានប្រវែង195 សង់ទីម៉ែត្រគុណនឹង 35.50 សង់ទីម៉ែត្រហើយស៊ុមទ្វារផ្នែកបញ្ឈរសងខាងមានរន្ធម្ខាងមួយដែលស៊ុមទ្វារនេះផងដែរគឺគ្មានក្បាច់លម្អអ្វីក្រៅពីសាច់ថ្មជាពីរស្រទាប់និងខ្ពស់ហើយបង្កើតបានជាក្បាច់លាក់ខ្សែដែលមើលទៅហាក់បីដូចជាមានពីរជាន់នោះទេចូលមកដល់ចំណុចមួយទៀតទ្វារបញ្ឆោតចំពោះទ្វារបញ្ឆោតនៅប្រាសាទនេះវិញគឺមានលក្ខណៈការសឹករិចរើទៅនៅទិសខាងជើងនិងខាងត្បូងមានស្នាមប្រេះតាមបំណែកថ្មជាពណ៌ខ្មៅដែលមានកម្ពស់22 សង់ទីម៉ែត្របណ្ដោយប្រវែង166.50 សង់ទីម៉ែត្រមានទទឹងប្រវែង291 សង់ទីម៉ែត្រហើយស៊ុមទ្វារបញ្ឆោតនេះមានចំនួន2ផ្នែកគឺផ្នែកខាងក្រៅនិងផ្នែកខាងក្នុងដែលមានក្បាច់លម្អរបស់វាដូចគ្នាទៅនឹងទ្វារបញ្ឆោតខាងត្បូងដែរដូចនេះយើងមកមើលក្បាច់លម្អនៅខាងក្នុងវិញម្ដងយើងឃើញគេលម្អវាដោយសន្លឹកទ្វារសងរាងទ្រវែងនិងមានរាងជាខ្សែបន្ទាត់ត្រង់ហើយឆ្នោតចំពោះផ្នែកខាងក្នុងម្ដងគឺគេឆ្លាក់ជាមេទ្វារប្រាំងប្រអប់រាងការ៉េហើយប្រអប់ខាងលើគេឆ្លាក់ជារូបជាផ្កាច័ន្ទចំណែកឯប្រអប់បន្ទាត់គេពុំបានឆ្លាក់ជាក្បាច់អ្វីនោះឡើយប៉ុន្តែចំពោះប្រអប់ខាងក្រោមវិញគឺគេឆ្លាក់ជារូបផ្កាច័ន្ទខាងលើដែរហើយខាងលើតាមកែមខាងក្រោមនៃទ្វារបញ្ឆោតមានរន្ធធំចំនួននិងរន្ធតូចចំនួនឲ្យទៀតចំណុចរបស់ខ្ញុំដែលត្រូវបកស្រាយចាប់តែប៉ុណ្ណឹងសូមគោលទូរទស្សន៍នេះឲ្យមិត្តរួមថ្នាក់ផ្ដែបើយើងនិយាយអំពីផ្ដែវិញចំពោះផ្ដែនៅប្រាសាទប្រធានបារាយណ៍គឺមានផ្ដែជាច្រើនត្រូវបានបន្សល់ទុកនិងត្រូវបានអ្នកស្រុកក៏ដូចជាអ្នកដែលបានថែរក្សានៅកន្លែងនោះយកទៅតម្រៀបជាជួរនៅមុខប្រាសាទផងដែរផ្ដែនីមួយៗសុទ្ធសឹងតែមានក្បាច់រចនាប្រកបទៅដោយសិល្បៈយ៉ាងល្អប្រណិតថែមទាំងបង្កប់ទៅដោយសាច់រឿងនិងអត្ថន័យយ៉ាងជ្រាលជ្រៅថែមទៀតផងហើយផ្ដែទាំងនោះរួមមានដូចជា1. ផ្ដែទ្វារខាងលិចចំពោះផ្ដែទ្វារខាងលិចមានរាងចតុកោណកែងមានបណ្ដោយប្រវែង 2.10 ម៉ែត្រទទឹងខាងឆ្វេង81 សង់ទីម៉ែត្រនិងទទឹងខាងស្ដាំ77 សង់ទីម៉ែត្រនិងមានកម្រាស់28 សង់ទីម៉ែត្រផ្ដែនេះបង្ហាញពីឈុតរឿងរាមកេរ្តិ៍ការប្រយុទ្ធរវាងពាលីនិងសុគ្រីពព្រមទាំងរូបព្រះរាមលូតជង្គង់និងបាញ់ធ្នូរូបសត្វដូចស្វានិងសេកក៏បានបង្ហាញយ៉ាងស្រស់ស្អាតផងដែរ2. ផ្ដែទ្វារខាងជើងចំពោះផ្ដែទ្វារខាងជើងផ្ដែនេះមានប្រវែង 2.61 ម៉ែត្រមានបណ្ដោយខាងក្រោម 2.29 ម៉ែត្រទទឹងខាងស្ដាំ84 សង់ទីម៉ែត្រនិងមានកម្រាស់38 សង់ទីម៉ែត្រផ្ដែនេះបង្ហាញពីរឿងសមុទ្រកូរទឹកដោះដោយមានរូបភ្នំមន្ត្រៈព្រះវិស្ណុទេវតានិងអសុរៈកំពុងទាញនាគសាច់រឿងបង្ហាញយ៉ាងច្បាស់ពីសិល្បៈរាំរបាំនិងក្បាច់ការតាំងពីពណ៌នាដែលសម្បូរទៅដោយផ្កាឈូកនិងសត្វប្លែកៗ 3. ផ្ដែទ្វារខាងត្បូងចំពោះផ្ដែទ្វារខាងត្បូងវិញមានរាងចតុកោណកែងបណ្ដោយខាងលើ 2.26 ម៉ែត្រទទឹងខាងស្ដាំ29 សង់ទីម៉ែត្រនិងមានកម្រាស់34 សង់ទីម៉ែត្រផ្ដែនេះបង្ហាញពីរូបព្រះវិស្ណុផ្ទុំពីនាគអានន្ទនិងសត្វមករព្រះនាងលក្ស្មីគង់នៅចុងព្រះបាទព្រះវិស្ណុ
រូបសត្វដូចក្រពើត្រីនិងសត្វស្លាបផ្សេងៗបង្ហាញពីភាពរស់រវើកនិងបរិយាកាសនៃទន្លេឬសមុទ្រដ៏ធំ 4. ផ្តែរទ្វារខាងកើតចំណែកផ្តែរទ្វារខាងកើតវិញផ្តែរនេះមានរាងចតុកោណកែងដែលមានបណ្ដោយ 2.10 ម៉ែត្រទទឹងខាងស្ដាំ 77 សង់ទីម៉ែត្រទទឹងខាងឆ្វេង 81 សង់ទីម៉ែត្រនិងមានកម្រាស់ 28 សង់ទីម៉ែត្រផ្តែរនេះបង្ហាញពីរូបព្រះឥសូរកាន់អាវុធជាច្រើនបង្ហាញពីអំណាចនិងការរាំរបាំរូបព្រះព្រហ្មក៏អមដោយរូបព្រះឥសូរផងដែរផ្តែរនេះបង្ហាញពីក្បាច់នៃការច្នៃរូបព្រះអាទិទេពក្នុងសាសនាព្រលឹងឥណ្ឌា 5. ផ្តែរខាងកើតចំណែកផ្តែរខាងកើតផ្តែរនេះមានរាងចតុកោណកែងដែលមានប្រវែងប្រហែល 2.55 ម៉ែត្រទទឹង 0.81 ម៉ែត្រនិងកម្រាស់ប្រហែល 9 សង់ទីម៉ែត្រផ្តែរនេះត្រូវបានចម្លាក់ជាលក្ខណៈតុបតែងបង្ហាញរឿងព្រះគ្រឹះទ្រភ្នំកូវិថុនដែលជាខ្នាតនៃសិល្បៈរបស់សិល្បករខ្មែរបុរាណតួអង្គគ្រឹះបង្ហាញក្នុងរបៀបចលនាដែលកំពុងលើកភ្នំប្រហោះឆ្វេងលើកឡើងប្រហោះស្ដាំដាក់ច្រត់ចង្កេះនិងរាំជង្គង់ស្ដាំខណៈជើងឆ្វេងទាញទៅក្រោមព្រះអង្គពាក់អាវខោខ្លីលម្អជាមួយលំនាំអលង្ការហើយភ្នំដែលកំពុងលើកមានរូបទេព3អង្គអង្គុយប្រណម្យព្រមជាមួយសត្វស្លាបនៅសងខាងនៅផ្នែកខាងស្ដាំនៃគ្រឹះមានសត្វសេនិងទេពមួយអង្គមើលទៅ3/4មុខក្រោយនោះមានសត្វគោ2ជាមួយទេពមួយទៀតប្រណម្យផ្នែកខាងឆ្វេងមានសត្វសេះមួយនិងទេពមួយអង្គបន្ថែមត្រង់ក្រោយមានសត្វត2ផ្នែកខាងលើនៃផ្តែរត្រូវបានលម្អដោយសត្វស្លាបហោះហើរជាច្រើនដែលបន្ថែមអារម្មណ៍រស់រវើកចំពោះហោជាងនៃប្រាសាទព្រះធាតុបារាយណ៍មានរាងជាត្រីកោណមានប្រវែងបណ្ដោយ 1.66 ម៉ែត្រទទឹង 69 សង់ទីម៉ែត្រនិងកម្រាស់ 46 សង់ទីម៉ែត្រហោជាងនេះសពថ្ងៃដាក់នៅនឹងដីទម្រាបជាជួរជាមួយនឹងផ្គរហើយហោជាងនេះក៏មានបង្ហាញពីទេពព្រះភិរុតអង្គុយជាហង្សដោយមានទឹកមុខញញឹមដៃឆ្វេងច្រត់ចង្កេះរីឯដៃស្ដាំបត់កែងងាកមកប៉ះព្រះកេះហើយកាន់ខ្សែដីមួយយ៉ាងវែងនិងមានពាក់គ្រឿងអលង្ការអង្គុយបត់ជើងឆ្វេងរីឯជើងខាងស្ដាំបញ្ឈរជង្គង់ឡើងលើសត្វហង្សក៏មានពាក់គ្រឿងអលង្ការដែរដូចជាក្បាលខ្សែកនិងកងជើងនៅផ្នែកខាងស្ដាំមានទេពពីរទៀតអង្គុយដូចគ្នាទេពទី1អង្គុយក្រោយកន្ទុយហង្សងើបមុខមើលទៅព្រះភិរុតទេពបន្ទាប់បំពាក់គ្រឿងអលង្ការនិងអង្គុយដូចគ្នាហើយមានកាយវិការដូចគ្នាគឺដៃស្ដាំប៉ះទៅចង្កាមុខមើលទៅព្រះភិរុតហើយជាងនេះឆ្លាក់ជារាងត្រីកោណមើលទៅហាក់ដូចជាត្របកឈូកដែលលម្អដោយវល្លិនៅកែមត្រីកោណលម្អដោយក្បាច់ភ្ញីទេសឬភ្ញីភ្លើងហើយជាងនេះក៏បានបាត់មួយកំណាត់ខាងលើចំពោះជំនឿមានទស្សនៈជាច្រើនយល់ថាការកសាងប្រាសាទនេះឡើងគឺដើម្បីជាទីស្នាក់អាស្រ័យរបស់ព្រះមហាក្សត្រឬដើម្បីឧទ្ទិសដល់អាទិទេពក្នុងសាសនាណាមួយចំពោះប្រាសាទព្រះធាតុបារាយណ៍ឃើញមានតម្កល់សិវលិង្គមួយដែលអាចបញ្ជាក់ឲ្យយើងឃើញថាប្រាសាទនេះគោរពព្រាហ្មណ៍សាសនាម្យ៉ាងវិញប្រាសាទមួយនេះស្ថិតនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ហើយព្រះអង្គទ្រង់ជាអ្នកមានជំនឿជាលើព្រះឥសូរបើមើលឲ្យជាក់ទៅនៅក្នុងប្រាសាទនេះមានរូបបដិមាជាច្រើនធ្វើឲ្យយើងអាចសន្និដ្ឋានបានថានៅក្នុងតំបន់ប្រាសាទព្រះធាតុបារាយណ៍នេះសម័យបុរាណប្រហែលជាទីកន្លែងមណ្ឌលសាសនាមួយ